សួស្តីមកទាំងអស់គ្នាហ្នឹងហើយចឹងឥឡូវយើងមកធ្វើការផ្លាស់ប្ដូរជាមួយនឹងអេក្រង់ iPhone 11វិញម្ដងណាបងណាអញ្ចឹងសម្រាប់ iPhone 11នេះគឺភ្ញៀវយកGX ណាបើតម្លៃ copy តម្លៃវាដូចជា$35ទេបងប្អូនណាប្រភេទអេក្រង់ស៊ីនតែ GX តម្លៃវាត្រឹម20រៀលទេអញ្ចឹងភ្ញៀវគាត់យកប្រភេទ GX សម្រាប់អេក្រង់ឥឡូវគឺមានចេញច្រើនប្រភេទបងប្អូនណាមាន HD Full HD GX GX scan និង GX scan ហើយក៏ជាប្រភេទ sin out អីដូចគ្នាដែរណាបងប្អូនណាតែទូទៅពីច្រើន sin គឺគេអាចបានបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាវាយ៉ាងម៉េចទេ sin out ឬក៏ sin អីទេ sin out និង sin វាដូចតែគ្នាទេបងប្អូនគ្រាន់តែគេធ្លាប់អ៊ុតចក់អ៊ុតថាច់អីចឹងទៅប៉ុន្តែការប្រើប្រាស់គឺអេក្រង់ sin ថាច់ដើរ smooth អីធម្មតាអត់ប៉ះពាល់ក្នុងការប្រើប្រាស់ទេគឺល្អណាស់បងប្អូនណាអញ្ចឹងបងប្អូនដែលមានបញ្ហានៅក្នុងការបែកអេក្រង់សម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាពីរបៀបដូរអេក្រង់ណាដំបូងយើងមានមូឆៅគូតមកតមកយើងធ្វើការកោះជាមួយនឹងអេក្រង់ខាងលើចេញយើងយកប្រទេសស្ដើងកោះចេញមកនៅក្នុងវីដេអូហ្នឹងបងប្អូនណាហើយអានេះបើសិនជាយើងមានកញ្ចក់យើងអូសកញ្ចក់យើងក៏បានដែរតែខ្ញុំខ្ជិលខ្វាច់ឈើកញ្ចក់ខ្ញុំយកអាជ័រសម្រាប់កោះហ្នឹងគឺអូសមកណាព្រោះអេក្រង់បើយើងបែកយើងអត់សូវខ្វល់ច្រើនទេអញ្ចឹងយើងធ្វើការអូសវាមកហើយសម្រាប់បងប្អូនដែលត្រូវការអេក្រង់ណាយកទៅដូរខ្លួនឯងក៏បានដែរគឺខ្ញុំមានអេក្រង់វានៅក្នុង stock ស្រេចតែម្ដងអញ្ចឹងបងប្អូនចាំភ្លេចមើល color វាដូចគ្នាណានេះខ្ញុំតេស្តជាមួយនឹងអេក្រង់ GX iPhone 11តម្លៃបើបងប្អូនយកទៅដូរខ្លួនឯងតម្លៃធូរទេតែ$11ទេអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការកោះអេក្រង់រួចរាល់ហើយឥឡូវយើងមកធ្វើការមូវខ្ចៅវិញម្ដងណាចឹងយើងធ្វើការមូវខ្ចៅប៉ាងអេក្រង់ប៉ាងថ្មរបស់ទូរស័ព្ទហ្នឹងមកអូខេអញ្ចឹងកន្លែងនេះបងប្អូនយើងធ្វើការមូវខ្ចៅយ៉ាងប្រយ័ត្នតិចមកណាបងប្អូនណាកុំធ្វើការប៉ែកពេកហើយសម្រាប់ធម្មតានេះគឺនៅស្អាតល្អណាអញ្ចឹងវាមានបញ្ហាទេបញ្ហាតែអេក្រង់ហ្នឹងបែកតែប៉ុណ្្នឹងឯងបងប្អូនក៏ធ្វើឆ្លាក់ទួចអូខេបន្ទាប់ពីនេះយើងឆ្កឹះសាប់ថ្មជាដំបូងយើងឆ្កឹះសាប់ថ្មមកបន្ទាប់មកយើងឆ្កឹះស្នាប់អេក្រង់អូខេអញ្ចឹងអានេះដើម្បីងាយស្រួលបងប្អូនខ្ញុំអត់ចាំបាច់កោះស្នាប់កាមេរ៉ាចេញទេយើងបដិចេះយើងធ្វើការមូវខ្ចៅចេញតែម្ដងមកអញ្ចឹងយើងយកតែអេក្រង់ចេញម្ដងទៅស្រួលជាងបងប្អូនណារួមមកពេលខ្លះខ្ជិលកោះស្នាប់ដែរព្រោះពេលខ្លះកោះចោះកោះឡើងវាអាចប្រឈមនឹងបញ្ហាដែរអញ្ចឹងអាណាយើងអត់កោះបានយើងខ្ជិលកោះទេអូខេឥឡូវយើងធ្វើការឆ្កឹះជាមួយនឹងOploអានេះក៏ជា scan មុខរបស់ទូរស័ព្ទហ្នឹងបងប្អូនណាអញ្ចឹងកុំឲ្យវាដាច់កុំឲ្យវាបញ្ហាអីចឹងទៅអញ្ចឹងកន្លែងនេះយើងត្រូវប្រយ័ត្នដូចគ្នាណាអញ្ចឹងអូខេឥឡូវយើងមកធ្វើការយកត្រង់ថ្មីមកនេះគឺ GX 11ណា GX នេះគឺប្រភេទ GX scan បងប្អូនអាច scan បាន scan ទៅឃើញក្រុមហ៊ុនឃើញអីរបស់គេអញ្ចឹងគឺប្រភេទ GX SIM GX របស់មានក្រុមហ៊ុនអូខេឥឡូវយើងធ្វើការកឹបស្នាប់អេក្រង់របស់យើងចូលដើម្បីធ្វើការតេស្តថាច់ក៏ដូចជាតេស្ត color ដែរថាវាដើរល្អ smooth អញ្ចឹងបន្ទាប់ពីវាបើសិនជាវាយើងតេស្តទៅ smooth color អីយើងយកបានអូខេអស់ហើយយើងធ្វើការកឹបចូលតួតែម្ដងមកណាឥឡូវយើងធ្វើការតេស្តសិនបងប្អូនក្នុងការដូរអេក្រង់បងប្អូនកុំបង្ខំធ្វើមួយណាតេស្តឲ្យវាឲ្យលម្អិតមកទើបយើងបកតែងបកអីព្រោះធម្មតាយើងបកតែងបកអីទៅគឺគេអត់ធានាយកទេគេថាមានវ៉ាន់របស់គេអញ្ចឹងទៅអូខេអញ្ចឹងយើងបើកគ្រឿងហើយយើងធ្វើការចុចតេស្តចុចអីមកតាមណា color អីស្អាតបងប្អូននេះថាជាថាច់អី smooth អត់មានបញ្ហាអត់មានអីទេអញ្ចឹងបងប្អូនធ្វើការតេស្តវាតេស្តចឹងដូចគ្នាអញ្ចឹងយើងធ្វើការតេស្តថាច់តេស្ត color តេស្ត blue តេស្តអីវាឡើងចុះថាអូខេអត់យកបានអត់សម្រាប់ GX នេះគឺមាន True Tone ណាបងប្អូនគឺមួយអែមតែម្ដងអូខេអញ្ចឹងយើងធ្វើការតេស្តរួចរាល់ហើយអញ្ចឹងវាល្អពេលដែលបងប្អូនធ្វើការនេះបងប្អូនគួរតែបិទគ្រឿងសិនណាតែបើសិនជាបងប្អូនបិទគ្រឿងទេបងប្អូនអាចឆ្កឹះស្នាប់ថ្មមកតែម្ដងមកណានេះឥឡូវខ្ញុំបកតែមចេញបងប្អូនបាច់ຕົកតែមហ្នឹងទេណាឆ្កឹះវាចេញតែម្ដងមកអូខេឥឡូវយើងធ្វើការនេះមកបកតែមយើងតេស្តរួចរាល់អូខេអញ្ចឹងឃើញស្រួលបងប្អូនអត់ហត់កឹបស្នាប់ពីរម្ដងទេព្រោះបងប្អូនថ្មីខ្លះទេកឹបស្នាប់ពីរម្ដងវាអាចរៀងពិបាកអីចឹងទៅកឹបចុះកឹបឡើងនេះឆ្នោតក្រង់ទៀត
ចា៎យើងធ្វើការមូផ្សាយគ្រឿងរបស់យើងចូលវិញមកចឹងគឺវាងាយស្រួលជាងមុនណាបងប្អូនណាអត់ហត់កឹបចូលពីម្ដងកឹបចូលពីម្ដងតេស្តច្រើនដងទេណាឥឡូវយើងតេស្តហើយយើងកឹបប៉ាងមកគឺសកត់ចូលយកតែម្ដងងាយស្រួលលឿនបងប្អូនណាចឹងសម្រាប់បងប្អូនដែលត្រូវការអេក្រង់GX អេក្រង់ស៊ីនអីខាងខ្ញុំមានណាបងប្អូនណាចឹងអាចទំនាក់ទំនងមកកាន់ហាងបានតាមរយៈ Facebook ដែលខ្ញុំដាក់នៅក្នុង YouTube ហ្នឹងអាចតាក់ទងមកនឹងបានចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងបងប្អូន